មានមនុស្សតែ3ប្រភេទប៉ុណ្ណោះដែលអ្នកនឹងជួបនៅក្នុងឆាកជីវិតប្រភេទទី1គឺមនុស្សប្រភេទស្លឹកឈើពួកគេមកលេងក្នុងជីវិតអ្នកតែមួយរដូវកាលប៉ុណ្ណោះពួកគេនៅក្បែរអ្នកតែក្នុងពេលដែលជីវិតមានភាពងាយស្រួលសប្បាយរីករាយនិងស្រណុកសុខស្រួលប៉ុន្តែនៅពេលដែលពេលលំបាកចូលមកដល់ដូចជាពេលចោះត្រជាក់និងមានខ្យល់ព្យុះពួកគេក៏ជ្រុះបាត់ទៅចេញពីជីវិតអ្នកវាមិនមែនមកពីអ្នកធ្វើខុសនោះទេប៉ុន្តែមកពីពួកគេត្រូវបានកំណត់ឲ្យនៅត្រឹមតែមួយចម្ពោះប៉ុណ្ណោះមិនមែនពេញមួយសាច់រឿងនៃជីវិតរបស់អ្នកឡើយប្រភេទទី2គឺមនុស្សប្រភេទមែកឈើពួកគេមើលទៅហាក់ដូចជារឹងមាំហើយក្នុងរយៈពេលមួយពួកគេពិតជាអាចជួយទ្រទ្រង់អ្នកបានមែនប៉ុន្តែមែកឈើគឺមានដែនកំណត់ប្រសិនបើជីវិតចាប់ផ្ដើមធ្ងន់ធ្ងរពេកឬមានព្យុះបោកបក់ខ្លាំងពេកពួកគេមួយចំនួននឹងបាក់ចេញពីអ្នកហើយប្រភេទចុងក្រោយដែលជាមនុស្សកម្របំផុតក្នុងចំណោមមនុស្សទាំងអស់នោះគឺមនុស្សប្រភេទឫសឈើពួកគេគឺជាមនុស្សដែលនៅក្បែរអ្នកទោះបីជាគ្មានអ្នកណាមើលឃើញក៏ដោយពួកគេមិនត្រូវការការសរសើរការយកចិត្តទុកដាក់ឬការទះដៃអបអរឡើយពួកគេនៅក្បែរអ្នកព្រោះពួកគេស្រឡាញ់អ្នកដោយស្ងប់ស្ងាត់ដោយស្មោះត្រង់និងដោយស៊ីជម្រៅបំផុតនៅពេលដែលជីវិតជួបភាពងងឹតស៊នស៊ងពួកគេមិនចាក់ចេញពីអ្នកឡើយពួកគេជួយទប់ទល់និងជួយរុញឲ្យអ្នកឈររឹងមាំឡើងវិញដូច្នេះកុំសូវខូចចិត្តពេកអីនៅពេលដែលស្លឹកឈើជ្រុះបាត់ទៅមិនមែនគ្រប់គ្នាសុទ្ធតែត្រូវបានកំណត់ឲ្យនៅជាមួយយើងជារៀងរហូតនោះទេអ្វីដែលសំខាន់គឺត្រូវរៀនសង្កេតមើលថាតើនរណាជាឫសឈើនៅក្នុងជីវិតរបស់អ្នក